អ្វីដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំនេះឥឡូវនេះគឺខិតជិតមកដល់ហើយក៏មានអីថ្មីៗនៅក្នុងនឹងទៀតដែរអ្នកទាំងអស់គ្នាអញ្ចឹងមុននឹងខ្ញុំទៅនិយាយពីការអាប់ដេតថ្មីរបស់ Mobile Legends គឺខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងការ giveaway skin Street Fighter បន្តិចឥឡូវនេះអ្នកដែលជាប់ចូលរួមលេងហ្នឹងគឺមានរហូតដល់295អ្នកអ្នកគ្នាហើយសិតតែជា ID ដែលខ្ញុំចាប់ចូលអ្នកដែលគាត់លេង giveaway ណាចឹងសម្រាប់គ្នាយើងអ្នកដែលចង់លេងជាមួយនឹង giveaway ហ្នឹងកុំភ្លេចចូលរួមលេងទាំងអស់គ្នាអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលអត់ទាន់បានចូលរួមលេងអាចទៅមើលជាមួយនឹងវីដេអូនេះបានព្រោះដោយសារតែវីដេអូហ្នឹងគឺខ្ញុំនិយាយពីលក្ខខណ្ឌនៅក្នុងការលេង giveaway អញ្ចឹងណាព្រោះដោយសារតែប្រហែលថ្ងៃនេះខ្ញុំសង្កេតឃើញថាមានអ្នកខ្លះគឺធ្វើអត់ត្រូវតាមលក្ខខណ្ឌទេអញ្ចឹងអ្នកដែលធ្វើអត់ត្រូវតាមលក្ខខណ្ឌគឺអត់មានជាមួយនឹង ID ចូលមកក្នុងការ giveaway ហ្នឹងទេអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំគឺខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់នោះទេកុំភ្លេចជួយចុច subscribe នៅលើ YouTube channel របស់ខ្ញុំម្នាក់មួយផងខ្ញុំភ្លេច shout out ទៅ Pro City ព្រោះខ្ញុំឃើញមកក្នុងការលេង giveaway ហ្នឹងគឺឃើញតែ comment របស់គាត់មួយទេដែលប្លែកជាងគេគឺគាត់ subscribe នៅលើ YouTube channel របស់ខ្ញុំទាំងអស់តែម្ដងអ្នកគ្នាអញ្ចឹងជាការលើកទឹកចិត្តគឺប្រហែលចាំចូលមើលក្នុង account ទៅគឺខ្ញុំដាក់ឲ្យ55 diamond បន្ថែមទៀតអញ្ចឹងណាអាហ្នឹងមិនមែនជាការ giveaway ទេតែជាការលើកទឹកចិត្តអញ្ចឹងឥឡូវនេះគឺយើងចូលមកនិយាយពីការ update ថ្មីរបស់ Mobile Legends វិញអញ្ចឹងទី1គឺពាក់ព័ន្ធជាមួយនឹង event Jujutsu Kaisen ដែល event នេះគឺមានភាគរយខ្ពស់ហើយអ្នកទាំងអស់គ្នាដែល Mobile Legends គឺនឹងដាក់ត្រឡប់មកវិញហើយនៅក្នុង event ហ្នឹងគឺដូចដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងគឺមានជាមួយនឹង skin របស់ Malaysia skin Jin Julian និង Xavier ហើយចំពោះ event ហ្នឹងដែរគឺវានឹងចូលមកដល់ server ផ្លូវការរបស់យើងគឺនៅក្នុងអំឡុងខែ7ឬក៏ខែ8អ្នកទាំងអស់គ្នាតែបើយូរបំផុតគឺអាចនៅក្នុងខែ8អញ្ចឹងណាអញ្ចឹងបើសិនជា event ហ្នឹងត្រឡប់មកវិញតែអ្នកទាំងអស់គ្នាចង់បាន skin អីច្រើនជាងគេគឺអាច comment នៅខាងក្រោមវីដេអូនេះម្នាក់មួយមកតែបើ admin គឺដឹងតែយើង Xavier ហើយអញ្ចឹងមុននឹងយើងទៅនិយាយពីការ update បន្តទៀតនេះគឺជាកញ្ចប់ណែនាំសម្រាប់ការដាក់យកជាមួយនឹង full ticket នៅក្នុង event Sanrio Character អញ្ចឹងសម្រាប់គ្នាយើងអ្នកដែលអត់ទាន់បានដាក់យកជាមួយនឹងការ free ticket ហ្នឹងទេគឺគ្រាន់តែដាក់ហើយទៅហើយសម្រាប់ការដាក់ diamond គឺអ្នកទាំងអស់គ្នាអាចឆាតចូលមកក្នុង Facebook page របស់ខ្ញុំបានហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ diamond ដោយខ្លួនឯងក៏បានដែរគឺដាក់តាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store ទី2ថ្មីៗនេះគឺមានដំណឹងលេចឮថា Mobile Legends គឺគេគ្រោងនឹងធ្វើការ collaborate គ្នាជាមួយនឹង Nesha ហើយអ្នកទាំងអស់គ្នាប្រហែលជាស្គាល់ជាមួយនឹង Nesha ហ្នឹងហើយព្រោះដោយសារតែរឿងហ្នឹងចេញមកគឺមានអ្នកគាំទ្រច្រើនខ្លាំងមែនតើប៉ុន្តែចំពោះ skin collab ជាមួយនឹងតួអង្គមួយណាគឺយើងអត់ទាន់ដឹងនោះទេហើយបើសិនជា Mobile Legends ពិតជា collaborate ជាមួយនឹង Nesha ហ្នឹងមែនតែអ្នកទាំងអស់គ្នាគិតថាតួអង្គមួយណា collab ជាមួយនឹង hero មួយណាគឺអាច comment នៅខាងក្រោមវីដេអូនេះម្នាក់មួយផងទី3គឺពាក់ព័ន្ធជាមួយនឹង skin ថ្មីរបស់ Bashir ដែលត្រូវជា skin MSC នៅក្នុងឆ្នាំ2026ហ្នឹងហើយចំពោះ skin MSC ហ្នឹងគឺនឹងចូលមកដល់server ផ្លូវការរបស់យើងគឺនៅក្នុងខែ7ដែលត្រូវជាខែក្រោយហ្នឹងឯងអ្នកទាំងអស់គ្នាហើយសម្រាប់គ្នាយើងអ្នកដែលស្រឡាញ់ជាមួយនឹង skin MSC ចាស់ៗក៏អាចត្រៀមទិញនៅក្នុងហ្នឹងដូចគ្នាប៉ុន្តែចំពោះ skin MSC ចាស់ៗហ្នឹងគឺខ្ញុំអត់ទាន់ដឹងថាវានឹងមកជាមួយនឹង skin អីខ្លះនោះទេអញ្ចឹងយើងមានតែរងចាំមើលទាំងអស់គ្នាសិនហើយចំពោះ skin Bashir នេះនៅពេលដែលចេញមកគឺគេលក់នៅក្នុងតម្លៃត្រឹមតែ706 diamond តែប៉ុណ្ណោះហើយសម្រាប់គ្នាយើងអ្នកដែលជាដៃ Bashir គឺត្រៀមមកហើយទៅទី4គឺពាក់ព័ន្ធជាមួយនឹងរូបរាងថ្មីរបស់ Paquito ដែល Mobile Legends គឺគេទៅតែនឹងធ្វើការ revamp ថ្មីហើយបើនិយាយពី Paquito មករយៈនេះគឺពេញនិយមខ្លាំងមែនទែនមិនថាក្នុង classic ឬក៏ក្នុង rank ទេអ្នកគ្នាគឺ the best តែម្ដង Paquito មួយដៃគឺដឹងថាបាក់ចឹងហើយអ្នកទាំងអស់គ្នាតាំងពីលេង hero Paquito ហ្នឹងតែអ្នកទាំងអស់គ្នាមានដឹងអត់ថា hero Paquito ហ្នឹងគឺ inspire ចេញពីអ្នកណាហើយ Paquito ហ្នឹងគឺចេញនឹងហៃទីប៉ុន្មានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់ដឹងទេអ្នកទាំងអស់គ្នា comment នៅខាងក្រោមវីដេអូហ្នឹងម្នាក់មួយមកនៅវីដេអូក្រោយគឺខ្ញុំនឹងនិយាយពី hero Paquito ទី5គឺពាក់ព័ន្ធជាមួយនឹង event Metron Zero ដែល event ហ្នឹងក៏ស្រៀងជាមួយនឹង event ចាប់ខ្មោចដែរអ្នកគ្នាព្រោះសារក្នុង event ហ្នឹងឃើញមាន effect មានយន់មានអីដែរអញ្ចឹងណាហើយនៅក្នុង event ហ្នឹងគឺមានជាមួយនឹង skin របស់ Easy Xbox និង Roger បើតាមខ្ញុំចាំពាក់ព័ន្ធជាមួយនឹង event Metron Zero នេះគឺដូចទើបតែនឹងចេញបានម្ដងទេអ្នកនរគ្នាឬក៏ចេញបាន2ដងអាហ្នឹងខ្ញុំអត់ចាំទេណាប៉ុន្តែបើតាមខ្ញុំច្បាស់ហ្មងគឺដូចជាចេញទើបបានតែម្ដងទេអ្នកនរគ្នាហើយឥឡូវហ្នឹង Mobile Legends គឺត្រៀមរួមយកជាមួយនឹង event ហ្នឹងត្រឡប់មកវិញសារជាថ្មីម្ដងទៀតហើយដែល event ហ្នឹងគឺនឹងមកដល់ server ផ្លូវការរបស់យើងគឺនៅក្នុងខែ8ឬក៏ខែ9អ្នកទាំងអស់គ្នាហើយបើនិយាយពី effect នៅក្នុង event ហ្នឹងអ្នកគ្នាមិនថា skin មួយណាទេគឺ effect គឺស្អាតខ្លាំងមែនទែនទី6គឺពាក់ព័ន្ធជាមួយនឹង hero Akai ហើយរូបរាងនេះគឺជា classic Akai អ្នកគ្នាដែលវាគឺជា hero ដំបូងដែល Mobile Legends គឺគេដាក់ចូលមកក្នុង Mobile Legends របស់យើងអញ្ចឹងណាហើយថ្មីនេះគឺឃើញមានការចាប់អារម្មណ៍ខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹង hero មួយហ្នឹងហើយមានគ្នាយើងខ្លះក៏ឆ្ងល់ដែរពាក់ព័ន្ធជាមួយនឹង hero ហ្នឹងថា Mobile Legends គឺនឹងដាក់hero រូបរាងហ្នឹងមកវិញឬក៏មិនអញ្ចឹងណាតែបើតាមការគិតរបស់ខ្ញុំអានេះគ្រាន់តែជា concept របស់គេទេឬក៏គេធ្វើជាការរំលឹកពាក់ព័ន្ធជាមួយនឹង hero ហ្នឹងគឺជាលក្ខណៈ history មាន event មានអីអញ្ចឹងណាតែបើនិយាយថា Mobile Legends គឺគេដាក់ hero រូបរាងហ្នឹងត្រឡប់មកវិញគឺអត់អាចទេអ្នកទាំងអស់គ្នាអូខេអញ្ចឹងពាក់ព័ន្ធជាមួយនឹងការ update មួយហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមានមតិយោបល់អីយ៉ាងណាគឺអាចបញ្ចេញនៅខាងក្រោមវីដេអូនេះម្នាក់មួយមកហើយសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច
subscribe នៅលើ YouTube channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីឲ្យគ្នាយើងបានដឹងពីការ update ថ្មីរបស់ Mobile Legends ផងដែរហើយបើសិនជាអ្នកទាំងអស់គ្នាទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ